ในนั้นคือខ្ញុំនឹងមកនិយាយលម្អិតតទៅជាមួយនឹង Event All Star 2025ដែលវានឹងចេញថ្ងៃខាងមុខហ្នឹងហើយដើម្បីឲ្យអ្នកទាំងអស់គ្នាបានដឹងថានៅក្នុង Event All Star 2025ហ្នឹងគឺវាមានអីខ្លះព្រោះដោយសារតែ Event All Star 2025ដែលត្រៀមចេញនៅថ្ងៃខាងមុខហ្នឹងគឺវាមានការ update ច្រើនខ្លាំងមែនទែនហើយមុននឹងខ្ញុំនិយាយលម្អិតពី Event All Star គឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមកមើលជាមួយនឹង trailer គេសិនហើយ trailer ហ្នឹងតទៅជាមួយនឹងសាច់រឿងនៅក្នុង Event All Star 2025ហ្នឹងអ្នកទាំងអស់គ្នាហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេនៅក្នុង trailer ហ្នឹងគឺមុខមាត់ទៅលើ skin Popo and Koopa ហ្នឹងតែម្ដងអ្នកគ្នាព្រោះដោយសារតែតួអង្គហ្នឹងមើលទៅលើមុខមាត់គឺស្អាតខ្លាំងមែនទែននិយាយទៅឡើង cute តែម្ដងអ្នកគ្នាហើយចំពោះសាច់រឿង trailer នេះគឺមានការបូកបញ្ចូលគ្នាជាមួយនឹងសម័យទំនើបបូកជាមួយនឹងសម័យ dinosaur អ្នកគ្នាហើយយើងមើលជាមួយនឹង skin Popo and Koopa ហ្នឹងគឺឃើញមានបំពាក់លើគ្រឿងអេឡិចត្រូនិកក៏វារៀងច្រើនដែរនិយាយទៅគឺវាបូកចូលគ្នាមកគឺស្អាតខ្លាំងមែនទែនហើយ Popo and Koopa នេះនឹងចូលទៅធ្វើអីទេអ្នកគ្នាហើយមានការគប់បំពេញទៅលើ dinosaur និយាយទៅគឺអែមខ្លាំងមែនទែនជាមួយនឹង trailer ហ្នឹងអ្នកគ្នាមានជាមួយនឹងភ្នំភ្លើងមានអីនិយាយទៅគឺthe best តែម្ដងជាមួយនឹង trailer ហ្នឹងហើយសម្រាប់អ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងម៉េចដែរពេលដែលបានឃើញជាមួយនឹង trailer ប៉ុណ្ណឹងណាសម្រាប់ខ្ញុំជាមួយនឹង trailer នេះគឺបើខ្ញុំនិយាយតាមអារម្មណ៍របស់ខ្ញុំដូចnhưសាច់រឿង Hollywood ឬក៏សាច់រឿង anime យ៉ាងអ្នកគ្នាមើលទៅគឺលយខ្លាំងមែនទែនហើយតើតើជាមួយនឹង trailer ហ្នឹងមិនមែនតា skin Popo and Koopa ទេអ្នកគ្នាគឺមានជាមួយនឹង skin ចុះ head មកបន្ថែមទៀតអ្នកគ្នានិយាយទៅនៅក្នុង trailer ហ្នឹងគឺមានការសាមគ្គីគ្នាជាមួយនឹង Popo and Koopa ជាមួយនឹងចុះ head ហ្នឹងតែម្ដងនិយាយទៅគឺលយខ្លាំងមែនទែនអ្នកគ្នាចំពោះ trailer ហ្នឹងណាហើយដូចនៅកន្លែងនេះអញ្ចឹងនៅពេលដែល Popo and Koopa គប់ទៅលើ dinosaur ហ្នឹងវាចេញមកដូចនៅក្នុងចក្រវាឡនៅក្នុងរឿង Avatar យ៉ាងអ្នកគ្នានិយាយទៅគឺលយខ្លាំងមែនទែនហើយបើសិនជាវាមានជាមួយនឹងសាច់រឿង Marvel វាអីមិនដឹងថាអែមប៉ុណ្ណាអ្នកគ្នាហើយដឹងតែជក់ចិត្តតែម្ដងហើយជាមួយនឹង event ហ្នឹងដែរគឺវានឹងចូលមកដល់ server ផ្លូវការរបស់យើងនៅថ្ងៃទី27នៅក្នុងខែ6ហ្នឹងឯអ្នកគ្នាហើយថ្ងៃហ្នឹងថ្ងៃទី21អញ្ចឹងយើងនៅខ្វះតែ6ថ្ងៃទៀតទេ event All Star 2025គឺនឹងចូលមកដល់ server ផ្លូវការរបស់យើងហើយនៅពេលដែល event All Star 2025ចូលមកដល់ server ផ្លូវការរបស់យើងគឺវាមាន event នៅក្នុងហ្នឹងគឺច្រើនខ្លាំងមែនតើអ្នកគ្នានិយាយទៅគឺមានទាំងរបស់ free មានទាំងរបស់អស់លុយហើយខ្ញុំនឹងនិយាយប្រាប់ដល់អ្នកទាំងអស់គ្នាឲ្យអ្នកទាំងអស់គ្នាបានដឹងថានៅក្នុងហ្នឹងវាមានអ្វីខ្លះហើយនេះគឺជា event ដែលចេញថ្ងៃទី27នៅក្នុងខែ6ហ្នឹងហើយចំពោះ event ហ្នឹងគឺអ្នកទាំងអស់គ្នាធ្លាប់បានលេងហើយ event ហ្នឹងគឺវាដូចគ្នាជាមួយនឹង event skin អាកៃអ្នកគ្នាដែលយើងធ្វើការបវល់ជាមួយនឹងគ្រាប់ឡុកឡាក់ហើយយើងធ្វើការដើរទៅតាមចំនួនគ្រាប់ឡុកឡាក់ណាហើយយើងមាន quest នៅក្នុងហ្នឹងគឺច្រើនខ្លាំងមែនទែនហើយយើងសន្សំបន្ទុកសន្សំអីទៅដើម្បីធ្វើការដូរយកជាមួយនឹងរង្វាន់ដែលនៅក្នុង event shop នៅក្នុង event ហ្នឹងតែម្ដងហើយនេះគឺជារង្វាន់ដែលមាននៅក្នុង event shop គឺវាមានជាមួយនឹង elimination មានជាមួយនឹង skin Popo and Koopa ហ្នឹងហើយចំពោះ skin ទាំងពីរហ្នឹងគឺអត់មានបញ្ជាក់ថា skin មួយណាជា pan skin អីទេគ្រាន់តែថាឈ្មោះ skin ទាំងពីរហ្នឹងគឺវាមានឈ្មោះខុសគ្នាបន្តិចមួយជា Popo and Koopa Proton Hunter មួយទៀតគឺជា Proton Sticker អ្នកទាំងអស់គ្នាអញ្ចឹងអាចនឹងពណ៌ផ្កាឈូកហ្នឹងហើយជា pan skin ណាអ្នកទាំងអស់គ្នាតែអ្វីដែលសំខាន់គឺអ្នកទាំងអស់គ្នាបានឃើញស្រាប់ហើយនៅលើហ្នឹងតែម្ដង get free all star exclusive skin អ្នកទាំងអស់គ្នាអញ្ចឹងមានន័យថា skin ទាំងពីរហ្នឹងក៏ជា skin free ដែរអ្នកទាំងអស់គ្នាគាត់ថារបស់ free ហ្នឹងអាចនឹងរៀងពិបាកយើងបន្តិចចឹងណាប៉ុន្តែអត់បញ្ហាទេឲ្យតែរបស់ free អ្នកទាំងអស់គ្នាខំធ្វើខំលេងទៅគឺអ្នកទាំងអស់គ្នានឹងទទួលបានហើយមិនត្រឹមតែ free skin Popo and Koopa ទេគឺនៅមានជាមួយនឹង random for free limited time return skin មកទៀតអ្នកទាំងអស់គ្នាហើយ skin ដែលគេ return ហ្នឹងគឺដូចដែលអ្នកទាំងអស់គ្នាបានឃើញចឹងមានជាមួយនឹង skin Rafaela មានជាមួយនឹង skin Harriet មានជាមួយនឹង skin កាតោកាចានិងមានជាមួយនឹង skin ស៊ីវឡុងតែម្ដងហើយអ្វីដែលវាចាក់ដោតជាងគេការដែលគេ free ជាមួយនឹង skin ស៊ីវឡុងហ្នឹងមានគ្នាយើងខ្លះគឺយកជាមួយនឹង skin នឹងអត់ទាន់បានទេអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលយកជាមួយនឹង skin free របស់ស៊ីវឡុងនឹងអត់ទាន់បានគឺ comment ពីមូលហេតុរបស់អ្នកទាំងអស់គ្នាមកថាហេតុអីបានយកជាមួយនឹង skin នឹងមិនបានហើយនេះគឺជា skin ថ្មីរបស់ Joehead ដែល skin ហ្នឹងគឺវានឹងមកនៅពេលដែល event All Star ចេញមកដែរអ្នកទាំងអស់គ្នាហើយចំពោះ skin ហ្នឹងដែរគឺគេនឹងដាក់លក់ដូចជាមួយនឹង skin sparkly របស់ Maliza ចឹងអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាយើងចង់បានជាមួយនឹង skin ហើយយើងចង់បានជាមួយនឹង pan skin បន្ថែមទៀតគឺយើងទិញអា599 diamond ហ្នឹងទៅគឺវាចំណេញខ្លាំងមែនតើអ្នកគ្នាយើងទទួលបានជាមួយនឹង crystal aurora មកបន្ថែមទៀតហើយចំពោះ skin Joehead ហ្នឹងគឺគេនឹងដាក់លក់នៅក្នុងខែ7នៅថ្ងៃទី5អ្នកទាំងអស់គ្នាហើយនៅក្នុងខែ7នៅថ្ងៃទី11ហ្នឹងក៏មានការ free skin free hero មកទៀតហើយអ្នកទាំងអស់គ្នាហើយចំពោះការ
free ហ្នឹងគឺដូចតែ event មុនៗដែរទេអ្នកគ្នាគឺយើងធ្វើការបង្វិលហើយយើង choose year ជាមួយនឹង skin អញ្ចឹងណាដោយដែលរូបភាពដែលខ្ញុំដាក់ឲ្យអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងហើយអ្នកដែលរងចាំជាមួយនឹង event ពេជ្រលឿងគឺត្រៀមសប្បាយចិត្តដែរទៅព្រោះដោយសារតែ event promote carnival ហ្នឹងគឺវានឹងចេញថ្ងៃទី20នៅក្នុងខែ7អ្នកទាំងអស់គ្នាចឹងសម្រាប់គ្នាយើងអ្នកដែលចង់បានជាមួយនឹង skin ឬក៏ recall អីហ្នឹងគឺត្រៀមខ្លួនទៅហើយទៅអ្នកទាំងអស់គ្នាព្រោះដោយសារតែ event ហ្នឹងគឺវានឹងចូលមកដល់ server ផ្លូវការរបស់យើងនៅក្នុងពេលឆាប់ហ្នឹងហើយខ្ញុំភ្លេចប្រាប់ដល់អ្នកទាំងអស់គ្នានៅថ្ងៃទី27ដែលជាថ្ងៃចេញជាមួយនឹង event All Star 2025ហ្នឹងការ free ticket នៅក្នុង event Aspirin ក៏ចេញមកដែរអ្នកទាំងអស់គ្នាចឹងសម្រាប់គ្នាយើងអ្នកដែលរងចាំជាមួយនឹងការ free ticket គឺត្រៀមមកហើយទៅហើយសម្រាប់គ្នាយើងអ្នកដែលរកកន្លែង top up diamond ដែលមានភាពងាយស្រួលនិងរហ័សគឺគ្នាយើងអាចមក top up diamond ជាមួយនឹងខ្ញុំបានឬក៏អ្នកទាំងអស់គ្នាចង់កក់ diamond ទុកសម្រាប់ការយក free ticket នៅក្នុង event Aspirin ហ្នឹងក៏បានដែរអ្នកទាំងអស់គ្នាហើយសម្រាប់ការ top up diamond ឬក៏កក់ diamond ទុកហ្នឹងគឺអ្នកទាំងអស់គ្នាអាចឆាតចូលមកក្នុង Facebook page របស់ខ្ញុំបានឬក៏អ្នកទាំងអស់គ្នាចង់ទៅដាក់ពេជ្រដោយខ្លួនឯងក៏បានដែរគឺដាក់តាមរយៈ website របស់ខ្ញុំផ្ទាល់តែម្ដងដែលមានឈ្មោះថា Virgo Store អូខេអញ្ចឹងចំពោះការសម្រាយទាក់ទងជាមួយនឹង event All Star 2025ដែលចេញមកថ្ងៃខាងមុខហ្នឹងគឺមានតែប៉ុណ្្នឹងទេដែលខ្ញុំលើកយកមកបង្ហាញឲ្យអ្នកទាំងអស់គ្នាបានដឹងចឹងបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយចុច like ចុច subscribe ម្នាក់មួយផងហើយកុំភ្លេចជួយ share វីដេអូនេះបានច្រើនដើម្បីឲ្យយើងបានដឹងពីការ update ថ្មីរបស់ Mobile Legends ផងដែរជាចុងក្រោយវីដេអូរបស់ខ្ញុំគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាហើយយើងចាំជួបគ្នានៅវីដេអូក្រោយ